សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជារបៀបនៃការធ្វើថ្នោតហើយថ្នោតដែលខ្ញុំបានធ្វើនេះគឺថ្នោតឈ្មោលបងប្អូនដំណាក់កាលទី1ដែលយើងត្រូវធ្វើនោះគឺយើងត្រូវគៀបវាសិនបងប្អូនទាំងអស់គ្នានៅថ្ងៃទី1ណាយើងគៀបដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះអញ្ចឹងគឺយើងគៀបបែបហ្នឹងរយៈពេល3ថ្ងៃក្នុងមួយថ្ងៃយើងគៀបតែម្ដងទេបងប្អូនយើងអាចគៀបព្រឹកក៏បានល្ងាចក៏បានការធ្វើថ្នោតតតែយើងអត់ធ្មត់បន្តិចតស៊ូព្យាយាមទ្រាំនឹងភាពលំបាកទើបយើងបានទឹកថ្នោតហូបមិនមែនឡើងភ្លាមបានទឹកថ្នោតភ្លាមទេបងប្អូននេះគឺជាការគៀបលើកទី3លើកទី2អត់បានថតឲ្យបងប្អូនមើលទេដោយសារតែសកម្មភាពដូចគ្នាពេកមិនបាច់ថតក៏បានដែរសង្ឃឹមថាបងប្អូននឹងយល់ថ្ងៃទី1គៀបថ្ងៃទី2គៀបថ្ងៃទី3អត់គៀបហើយថ្ងៃទី4បានយើងគៀបហើយសកម្មភាពដែលខ្ញុំគៀបនេះគឺនៅក្នុងថ្ងៃទី4បានន័យថាថ្ងៃទី3គឺយើងអត់ឡើងគៀបទេដើម្បីឲ្យវាមានកម្លាំងនៅក្នុងថ្ងៃទី4ពេលដែលយើងគៀបហើយគឺយើងត្រូវចងបាច់វាដូចដែលនៅក្នុងវីដេអូខ្ញុំបានបង្ហាញនេះអញ្ចឹងរបៀបនៃការធ្វើថ្នោតគឺមានច្រើនបែបច្រើនសន្តានគ្រាន់តែថាខ្ញុំជ្រើសរើសយកវិធីនេះវាងាយស្រួលជាងគេហើយអាចនឹងបានផលភាគរយច្រើនដែលបានទឹកអញ្ចឹងណាខ្ញុំមិនមែនជាអ្នកជំនាញឡើងថ្នោតអីទេប៉ុន្តែគ្រាន់តែនេះជាចំណេះដឹងតិចតួចដែលខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានយល់ទាំងអស់គ្នាអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងចងបាច់ហើយយើងទុកវាមួយថ្ងៃpuisយើងកាត់មុខវាបែបនេះបងប្អូនកាត់មុខវារួចគឺយើងយកទឹកធម្មតាទឹកស្អាតហ្នឹងគឺយើងត្រូវច្រកវាត្រាំទឹកវារយៈពេលមួយយប់មួយថ្ងៃបងប្អូនត្រាំវាចោលឲ្យដើម្បីឲ្យវាធន់នឹងអាកាសធាតុបន្ទាប់ពីយើងត្រាំមួយយប់មួយថ្ងៃហើយគឺយើងចាក់ទឹកនឹងចោលទៅបងប្អូនបាទគឺយើងដោះវាចេញទៅហើយទុកវាចោលរយៈពេលមួយថ្ងៃទៀតចាំយើងកាត់មុខវាពេលដែលយើងកាត់មុខវាហើយគឺយើងមិនបាច់ចាំត្រង់ក៏បានយើងត្រង់ក៏បានដែរយើងត្រង់ដើម្បីចង់ដឹងថាវាបានទឹកអត់អញ្ចឹងណាប៉ុន្តែថ្ងៃទី1ដែលយើងត្រង់ហ្នឹងគឺប្រហែលជាអត់សូវបានទឹកទេបងប្អូនព្រោះអីយើងទៅកាត់មុខភ្លាមអញ្ចឹងវាអត់ទាន់ចេញទេបងប្អូននេះបងប្អូនហើយយើងត្រូវកាត់មុខវាព្រឹកល្ងាចរហូតព្រឹកក៏កាត់មុខល្ងាចចូលឡើងកាត់មុខដែរបងប្អូនយើងកាត់រយៈពេល2ទៅ3ថ្ងៃទើបអាចបានទឹកត្នោតច្រើនបងប្អូននេះចាំមើលថ្ងៃដែលយើងឡើងកាត់បានរយៈពេល2 3ថ្ងៃបន្ទាប់មកគឺនឹងបានទឹកច្រើនបងប្អូនហើយដែលខ្ញុំក្រោបថងនេះដោយសារតែខែនេះវាមានមេឃភ្លៀងអញ្ចឹងយើងក្រោបវាកុំឲ្យទឹកភ្លៀងចូលបងប្អូននេះបងប្អូនអរគ្នាបាទពេលដែលយើងកាត់មុខវា2 3ថ្ងៃទៅគឺបានន័យថាវាមានទឹកត្នោតចេញរៀងច្រើនអញ្ចឹងណាបងប្អូនហើយយើងចាត់វាត្រង់អញ្ចឹងទៅបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាបើចូលចិត្តនឹងវីដេអូរបស់ខ្ញុំសូមជួយឲ្យបេះដូងម្នាក់មួយផងបងប្អូនខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនជាងនេះទៀតដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនអរគ្នាអញ្ចឹងណាហើយក៏សូមអធិស្ឋានបងប្អូនអរគ្នាបាទខ្ញុំអត់ទៅចេះនិយាយអញ្ចឹងណាបងប្អូនអត់សូវចេះអធិប្បាយឲ្យបានក្បោះក្បាយអញ្ចឹងណាដោយសារតែខ្ញុំអត់សូវចេះនិយាយបងប្អូន